នេះជាសក់ដែលមិនទាន់កាត់ហើយនេះជាសក់ដែលកាត់រួចអូខេសួស្តីបងប្អូនអ្នកនេះស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ហើយម៉ូដនេះដែលគឺមានឈ្មោះថា Skin Fade តែសម្រាប់ភាសាខ្មែរយើងគឺគេហៅថាម៉ូដប៉ែហើយសម្រាប់អ្នកដែលចូលចិត្តកាត់ម៉ូដសក់នេះបំផុតនោះគឺបងប៉ូលីសនិងបងទាហានជាដើមដែលគាត់និយមសក់ខ្លីៗបែបនេះណាហើយបញ្ជាក់បងប្អូនយើងផងដែរមិនមែនកាត់បានតែប៉ូលីសតែហ៊ាននោះទេគឺកាត់បានទាំងប្រជាជនយើងធម្មតាឲ្យតែអ្នកស្រឡាញ់សក់បែបខ្លីៗងូតទឹកហើយខ្ជិលសិតសក់គឺម៉ូដនេះស័ក្តិសមខ្លាំងមែនតើហើយអ្នកដែលចូលចិត្តកាត់ម៉ូដនេះគឺចំណេញពេលវេលាខ្លាំងមែនតើមូលហេតុអីដែលខ្ញុំនិយាយថាចំណេញហើយអ្នកដែលកាត់ម៉ូដនេះគឺមិនងាយបានជួបមុខជាងទេដោយសារតែវាអត់ងាយវែងដោយសារយើងកាត់ខ្លីចឹងហើយ1ខែទៅ2ខែទៅយើងបានជួបមុខជាងម្ដងដូច្នេះហើយទើបខ្ញុំនិយាយថាចំណេញហើយចំពោះការកក់សក់ក៏យើងមិនប្រើសាប៊ូច្រើនដែរគឺយើងប្រើតែបន្តិចគឺកក់ស្អាតពេញមួយក្បាលតែម្ដងហើយបងប្អូនគិតថាចំណេញឬមួយក៏មិនចំណេញតែបើសម្រាប់ខ្ញុំគិតថាម៉ូដនេះគឺចំណេញទាំងពេលវេលាទាំងថវិកាខ្លាំងមែនតើហើយបើសិនជាម៉ូយើងកាត់ម៉ូដនេះគ្រប់គ្នាខ្ញុំគិតថាជាងគាត់ជាដាច់បាយហើយដោយសារតែវាមិនងាយវែងបានជួបមុខជាងទៀតទេអញ្ចឹងហើយបងបាច់កាត់ម៉ូដនេះច្រើនគ្នាពេកទេបើសិនជាបងកាត់ម៉ូដនេះគ្រប់គ្នាខ្ញុំគិតថាខ្ញុំប្រកាសជាដាច់បាយហើយហ្នឹងហើយនិយាយលេងទេបងប្អូនឲ្យតែភ្ញៀវមកធ្វើការកាត់សក់ទោះគាត់កំងម៉ូដអីក៏ជាងរីករាយនឹងទទួលនឹងធ្វើឲ្យបានល្អបំផុតផងដែរហើយបើសិនជាបងប្អូនអ្នកប៉ោយប៉ែតយើងចង់បានម៉ូដសក់ស្អាតបែបនេះកុំភ្លេចមកលយមែនដែលមានទីតាំងនៅចិត្តក្រាសាំង PTT ចុងស្រល់ហើយបើមានចម្ងល់ចង់សាកសួរព័ត៌មានថែមខ្ញុំនឹងដាក់លេខទូរស័ព្ទបងប្អូនអាចឆាតចូល Telegram ហើយសម្រាប់បងដែលទើបនឹងចូលមើល page នេះខ្ញុំពឹងឲ្យបងជួយ follow page ខ្ញុំម្នាក់មួយឲ្យបានគ្រប់គ្នាផងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបាន 1k follower ឆាប់នេះផងដែរបាទចឹងហើយបងប្អូនយើងកុំចិត្តដាច់អីកុំភ្លេចជួយ follow ឲ្យខ្ញុំគ្រប់គ្នាម្នាក់មួយដោយសារតែយើង follow នេះអត់មានគិតលុយគិតកាក់អីទេបងប្អូនហើយពេលដែលបងប្អូន follow ខ្ញុំនេះខ្ញុំគិតថាបងប្អូនមិនមែនបានជួយតែខ្ញុំទេគឺជួយតែជាងដែលគាត់កំពុងតែសិក្សាផងដែរគឺខ្ញុំចែកម្លែកចំណេះដឹងពីការកាត់សក់ក៏ដូចជាបទពិសោធន៍ខ្ញុំទៅគាត់ក៏បានឃើញសូមអធិស្ឋានផងដែរបើសិនជាការនិយាយស្ដីរបស់ខ្ញុំទៅមានការលឺលួសក៏ដូចជាខ្វះខាតត្រង់ណាសូមបងប្អូនអធិស្ឋានខ្ញុំផងហើយកុំភ្លេច comment ឲ្យខ្ញុំបាននឹងផងខ្ញុំនឹងកែតម្រូវនៅវគ្គក្រោយហើយខ្ញុំបាននឹងមានវីដេអូជាច្រើនទៀតនៅវគ្គបន្តទៀតខ្ញុំនឹងផុសជារៀងរាល់ថ្ងៃចឹងហើយបងប្អូនកុំភ្លេចជួយ follow ម្នាក់មួយឲ្យបានគ្រប់គ្នាសម្រាប់អ្នកចង់ដឹងពីអាជីពកាត់សក់ក៏ដូចជាចំណេះដឹងពីការកាត់សក់នេះផងដែរហើយសម្រាប់ម៉ូដនេះផងដែរសម្រាប់អ្នកដែលមានថ្ងាសទូលាយគឺខ្ញុំអត់ណែនាំឲ្យគាត់កាត់ទេដោយសារតែម៉ូដនេះគឺថ្ងាសអត់ទូលាយទើបកាត់ស្អាតបងប្អូនយើងកាត់ហើយយើងកោតម្រឹមវាឲ្យស្មើគ្នាសងខាងមកគឺស្អាតខ្លាំងមែនតើបន្ទាប់ពីកាត់រួចបងប្អូនគិតមិនដែរកុំភ្លេចជួយ comment ម្នាក់មួយផងឲ្យខ្ញុំបានដឹងថាស្អាតឬមួយក៏មិនស្អាតហើយបើសិនជាចូលចិត្តរាល់វីដេអូដែលខ្ញុំចែកម្លែកទៅកុំភ្លេចជួយចុច like ចុច share comment ម្នាក់មួយក៏ដូចជាជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងហើយយើងនឹងជួបគ្នានៅក្នុង clip វីដេអូក្រោយទៀតអរគុណច្រើន